សួស្តីនាងយ៉ាងម៉េចទៅហើយការងារថ្ងៃដំបូងប្រព្រឹត្តទៅយ៉ាងណាដែរចាលោកប្រធានការងារថ្ងៃដំបូងរបស់ខ្ញុំប្រព្រឹត្តទៅបានរលូនល្អនោះទេក៏ប៉ុន្តែតែប្អូនប្រុសរបស់ខ្ញុំវារញ៉េរញ៉ៃពេកត្រូវទេមានរឿងអីអាចប្រាប់ខ្ញុំបានណាមិនបាច់ខ្លាចក្រែងចិត្តនោះទេអត់ទេណាលោកប្រធានគឺមិនដោយលោកប្រធានមានប្រសាសន៍នោះទេគឺខ្ញុំមិនមានបញ្ហាអ្វីនោះទេបានមិនអីទេណាតែបើសិនជាប្អូនរបស់ខ្ញុំគេធ្វើអ្វីមួយមិនគប្បីទៅលើនាងអាចប្រាប់ខ្ញុំបានកុំក្រែងចិត្តខ្ញុំអីចាលោកប្រធានសូនីពិតជាអអត់ទេគឺនាងខ្ញុំពិតជាអរគុណលោកប្រធានខ្លាំងណាស់ចាបានមិនអីទេអូនាងសូនីថ្ងៃក្រោយនិយាយជាមួយខ្ញុំធម្មតាទៅបានហើយណាមិនបាច់ហៅខ្ញុំថាលោកប្រធានឬនិយាយថានាងខ្ញុំអ្វីនោះទេហើយនាងអាចហៅឈ្មោះខ្លួនឯងបានក៏ប៉ុន្តែខ្ញុំខ្លាចក្រែងថាធ្វើបែបនេះវាមិនសមទេដឹងលោកប្រធានខ្ញុំដូចជាក្រែងចិត្តនឹងមិនបាច់ក្រែងចិត្តអីនោះទេចាត់ទុកថានេះជាបទបញ្ជារបស់ខ្ញុំទៅចុះណាឬក៏នាងមិនស្ដាប់តាមខ្ញុំអត់ទេស៊ូនីមិនហ៊ាននោះទេណាលោកប្រធានគឺខ្ញុំមិនហ៊ាននោះទេខ្ញុំនិយាយលេងទេនិយាយអញ្ចឹងបាននាងមិនប្រកាន់ខឹងខ្ញុំអាចសួរនាងប្រមាណសំណួរបានដែរទេចាមិនអីទេណាលោកប្រធានស៊ូនីរីករាយក្នុងការផ្ដល់ចម្លើយជូនជានិញឲ្យតែលោកប្រធានមានចម្ងល់នឹងនាងសូនីធ្លាប់ប្រាប់ខ្ញុំថាមានបងស្រីម្នាក់ត្រូវទេហើយបងស្រីនាងធ្វើការនៅហាងកាហ្វេខ្ញុំគ្រាន់តែចង់ដឹងថាហាងកាហ្វេដែលបងរបស់នាងកំពុងធ្វើការនោះមានឈ្មោះអីដែរចាលោកប្រធានបងស្រីរបស់ខ្ញុំធ្វើការនៅហាង SN Cafe ស្ថិតនៅសាខាទី8ប៉ែកខាងចំចៅឯនោះ SN Cafe នេះគឺជាហាងរបស់អាសំលៀងតាហេតុអីក៏ចៃដន្យយ៉ាងនេះព្រះអើយនាង Jasmine ពេលនេះបាបកម្មរបស់នាងចិត្តមានអ្នកជំរះឲ្យហើយអ្នកដែលជំរះនោះគឺជាខ្ញុំនេះឯងលោកប្រធាននេះលោកប្រធានមានអ្វីជាសំណួរសួរមកកាន់ខ្ញុំទៀតទេចាបើសិនជាគ្មានអ្វីទេខ្ញុំសូមជម្រាបលាទៅបំពេញការងាររបស់ខ្ញុំវិញសិនហើយបានមិនអីទេបានគឺខ្ញុំមិនមានអ្វីសួរទៀតទេនាងអាចទៅបំពេញការងារបានហើយបានអញ្ចឹងចុះអរគុណច្រើនហើយបានចាខ្ញុំសូមទៅធ្វើការវិញសិនហើយណាលោកប្រធានជម្រាបលាចាខ្ញុំមិនទាន់ថ្លង់នោះទេណាចែកតិងហើយសំណាងល្អរបស់ចែនោះវាជាសំណាងអីដែរសំណាងដែលធ្លាក់ពីលើមេឃឬក៏ជាសំណាងដែលយមរាជផ្ដល់ឲ្យដែរចែអូយមីកឆុំនាងឯងនេះក៏មកចង្រៃពេងគឺយើងចង់បានន័យថាពេលនេះយើងមានការងារក្រៅម៉ោងធ្វើបន្តទៀតហើយចំណូលរបស់យើងនោះណានឹងឡើងច្រើនជាងប្រាក់ខែដែលក្រុមហ៊ុនឲ្យយើងប្រចាំឆ្នាំទៅទៀតណាវើយនាងកឆុំអូយចែជាការងារអីដែរចែប្រាប់ក្មេងស្រីដែលគួរឲ្យស្រឡាញ់ម្នាក់នេះផងបានទេចែយីនាងកឆុំសិតតែក្មេងស្រីគួរឲ្យស្រឡាញ់បានហើយយើងចាំក្អួតឈប់និយាយហ៎អូយចែកឈប់ម្នាក់នេះនិយាយលេងទេគឺជាការងារអីដែរចែឆាប់និយាយប្រាប់អូនឈប់ឲ្យលឿនបន្តិចមកណាអូយនាងល្ងងអើយក្រែងអញក៏ដឹងដែរមែនទេថានាងលីដាដែលជាលេខារបស់លោកប្រធានយុវាលួចស្រឡាញ់លោកប្រធានខ្លាំងប៉ុណ្ណាយើងឆាប់យកអ្វីដែលយើងស្ដាប់ឮទៅប្រាប់វាទៅតែមុនពេលដែលយើងប្រាប់វាគឺតោះតែមានទំនឹមខ្លះទៅគ្រូនឹងព្រម5អូយសប្បាយចិត្តខ្លាំងពេកពួកយើងធ្វើបែបនេះបើសិនជាលោកប្រធានដឹងពួកយើងមិនត្រូវគេដេញក្បាលចាញ់ទាំងពីរទេអីចាមិនអីទេណាបើនាងមិននិយាយហើយយើងមិននិយាយប្រាប់អ្នកដតីនោះគ្មានអ្នកណាគេខ្វល់ជាមួយពួកយើងនោះឡើយនេះនាងកុំល្ងងខ្លាំងពេកមើលហើយចុះនាងលីដាណូវាកំពុងតែស្អប់ពួកយើងផងថាមិនត្រូវវាអាចយកទៅប្រាប់លោកប្រធានបានណាចាវាយនាងល្ងងអើយវាមិនហ៊ានប្រាប់ទេបើសិនជាវាប្រាប់នោះលោកប្រធានប្រកាសជាដេញក្បាលវាចោលដែរហើយនាងអញកុំឆោតពេកមើលបើអញ្ចឹងសម្រាប់ថាធ្វើតាមចែទៅចុះណាហើយខ្ញុំសុំតែ50%ទេចែឈប់យកសពទៅនាងកទីងអើយយើងជាអ្នកផ្ដាំកំនិននាងកុំចង់បានច្រើនលើសយើងឯសោះណាញ់អញ្ចឹងក៏អញ្ចឹងចុះចែតែមិនដឹងថាវាព្រមឲ្យលុយយើងឬក៏អត់ផងហ្នឹង Hello អាយុយ៉ាងម៉េចទៅហ៎
anh miền nước rồi lật đọt kia khla rồi có ăn nắng hả à lục bà thiên kia cái pung từ nước anh sạp phong cái pung từ trong kho từ anh kho một đòn là móm cái tới anh nít bật chỉ dụ quên mình tên mà hà mến vậy trời na sầm lanh kia ao anh đọc bình tụ với sầm rạp pịa kia trong crowd nè mình ấy thế nè kia đừng phi diêm sờ sa anh ở ban tràn chừng níแต่complete បាញ់លុយគ្នាចាយផងណានិយាយថាឯងខលមកគ្នាបែបនេះមានការអីហ៎កុំប្រាប់ថាឯងកំពុងតែនឹកគ្នាណាបានហើយអាយុឯងឈប់យល់សពទាំងថ្ងៃចុះណាតែគ្នាខលទៅព្រោះចង់ប្រាប់ឯងរឿងមួយចំនួនដែលតាក់ទងជាមួយនឹងស្រីម្នាក់ឈ្មោះ Jasmine នោះណាពិតមែនណាឯងឆាប់និយាយប្រាប់មកថារឿងនោះយ៉ាងម៉េចទៅហើយនិយាយទៅគ្នាបានស៊ើបសួរអស់ហើយណាសម្លាញ់តែគ្មាននរណាមានឈ្មោះថា Jasmine នោះទេគឺមានតែម្នាក់ប៉ុណ្ណោះដែលបម្រើការនៅហាងគ្នាស្ថិតនៅក្នុងខណ្ឌចោមចៅមិនបាច់សង្ស័យច្រើននោះទេគឺនាងម្នាក់នឹងហើយឯងឆាប់បណ្ដេញនាងចាញ់ភ្លាមទៅស្អីគេអាយុឯងឈួតទេអីមិនបានជាឯងប្រកាសខ្លាំងម្លេះថាជាម្នាក់នឹងបើក្នុងរូបថតឯងផ្ញើឲ្យគ្នាមើលគ្មានច្បាស់អីមិនតិចទេឡឹងព្រិលដូចជំនាន់បុរាណអញ្ចឹងគឺគ្នាច្បាស់ខ្លាំងណាស់ណាសំនៀងដោយសារតែប្អូនស្រីរបស់គេជាអ្នកប្រាប់គ្នាថានាងធ្វើការនៅហាងរបស់ឯងឆាប់បណ្ដេញនាងចេញឲ្យកាន់តែឆាប់គឺកាន់តែល្អវើយហើយឯងឈួតទេអីបានសុកឲ្យគ្នាបណ្ដេញបុគ្គលិករបស់គ្នាចេញដោយគ្មានមូលហេតុបែបនេះអត់ទេវើយគ្នាមិនធ្វើតាមឯងទេជួយគ្នាម្ដងទៅចុះណាហើយរឿងហេតុផលនោះឯងឲ្យអ្នកមើលខុសត្រូវក្នុងហាងឯងជាអ្នកបង្កើតចុះធ្វើយ៉ាងណាក៏បានដែរឲ្យតែបានដេញនាងចេញមិនអីទេអញ្ចឹងអញសាងបាបដើម្បីឯងម្ដងទៀតក៏បានដែរសង្ឃឹមថាមិនចុះនរកទៅចុះនៅមានរឿងមួយទៀតហើយរឿងនេះក៏ឯងត្រូវធ្វើការងារបែបធ្ងន់បន្តិចដែររឿងក្បាលឯងអីទៀតហើយអាយុឆាប់និយាយឲ្យលឿនមកនឹងអាលគ្នាទៅធ្វើការងាររបស់គ្នាបន្តទៀតគឺឯងត្រូវប្រាប់ម្ចាស់ហាងកាហ្វេទាំងអស់ដែលឯងស្គាល់មិនឲ្យទទួលយកនាងម្នាក់នឹងឲ្យចូលធ្វើការជាដាច់ខាតឮទេរឿងនេះចង់មិនចង់ឯងត្រូវទៅជួយគ្នាមើលទៅរឿងដែលឯងពឹងឲ្យគ្នាជួយគឺសុទ្ធតែជារឿងដែលពាក់ព័ន្ធជាមួយនឹងយមរាជទាំងអស់តែម្ដងហើយវើយនេះឯងមិនព្រមឲ្យអញឡើងទៅលើឋានសួគ៌ខ្លះទេអីអាយុជួយគ្នាម្ដងទៅណាចាត់ទុកថាយើងជាអ្នកទទួលបាបកម្មជំនួសឯងទៅចុះវើយបានហើយអញ្ចឹងចាំគ្នាជួយឯងម្ដងទៀតទៅចុះប៉ុន្តែគិតទៅដូចមិនមែនម្ដងទេគ្នាដូចជួយឯងច្រើនដងហើយគ្នាពិតជាអរគុណឯងខ្លាំងណាស់សំនៀងឯងបន្តការងាររបស់ឯងទៀតចុះគ្នាមិនខានឯងទៀតទេសួស្ដីអ្នកនាងជំនួយការមើលទៅដូចជាប្រឹងប្រែងធ្វើការដល់ហើយណោះมันមានពេលវេលាតាមដានមនុស្សដែលខ្លួនស្រឡាញ់សោះនេះប្រយ័ត្នតែណែប្រយ័ត្នតែកយកបាត់ទៅណាចាយកទិញនេះវាចេះតែយ៉ាងម៉េចនៅក្នុងខ្លួននឹងនាងកទិញនិងនាងកឆុំឈ្មោះអាក្រក់មកអាក្រក់ហើយណាចរិតមិនល្អទៀតពីបានបដៅឲ្យកែណាស់ពួកនាងអស់នេះយើងគ្មានពេលវេលាទំនេញដើរតានិយាយដើមគេដូចជាពួកនាងឡើងឆាប់ចេញពីបន្ទប់របស់យើងទៅប្រយ័ត្នតែយើងហៅសន្តិសុខឲ្យអស់ក្បាលនាងទៅពីចេញទៅអូយចាយកទិញចាយមើលសម្ដីវាចុះចាក់ទឹកម្លេចនោះទេខ្ញុំចង់តែផ្កាប់ចានវានឹងកន្លែងនឹងទេក្តៅណាស់ព្រះអើយក្តៅណាស់តែជាចិនសិនទៅណាប្អូនកឈប់សំណត់ចរិតរបស់ចាយនេះនាងឃ្លីដាយើងមកនេះណាមានបំណងល្អទេណាមិនមែនបកករឿងជាមួយនាងនោះឡើយមានរឿងអីក៏ឆាន់និយាយឲ្យលឿនមកនឹងបញ្ញាប់ចេញទៅវិញចាស់គឺរឿងលោកប្រធានយុជាមួយនាងលេខាថ្មីនោះអីបានឲ្យតាយើងឆាប់ទៅវិញទៅនាងកឆុំកុំឲ្យគេដេញក្បាលតន់អត់ទេកុំឲ្យគេមកហៅសន្តិសុខមកអស់ក្បាលពួកយើងចេញតន់អត់ទេណានៅទីនេះសិនហើយរឿងរបស់លោកប្រធានជាមួយនាងលេខានោះវាយ៉ាងម៉េចទៅវិញទៅឆាប់និយាយប្រាប់ខ្ញុំមកណាអំបាញ់មិញនេះឲ្យខ្ញុំសុំទោសពួកនាងទាំងពីរផងអ្នកនាងស្មានតែយើងនេះប្រាប់ស្រួលមែនទេបើចាំឲ្យយើងប្រាប់នោះតោះតែលុយដាល់ទៅយើងបើកមករបស់យើងនេះរួចអូយចាំយើងបាញ់ចូលកងរបស់នាង$50ឆាប់និយាយមកកុំតែប៉ែពេញឃើញដែរទេនាងកឆុំការចូលចិត្តតាមដានរឿងរបស់គេដូចជាពួកយើងវាមិនអត់ប្រយោជន៍នោះទេណា
មើលយើងជាគំរូឲ្យហើយទៅក្រែងថ្ងៃក្រោយមានកូនទៅបង្រៀនកូនឲ្យចេះនិយាយដើមគេនិងតាមដានរឿងរបស់គេផងទៅណា គឺខ្ញុំដឹងតែបង្រៀនកូនរបស់ខ្ញុំឲ្យចែមិនបាច់បារម្ភនោះទេ នេះអ្នកនិយាយប្រាប់យើងដែរទីងនាងក៏ទីងបើថាមិននិយាយទៅក៏ឲ្យទៅចាស់យើងក៏មិនចាំបាច់អស់លុយរបស់យើងផងដែរកុំប្រញាប់តែខាងពេកអ្នកនាងជំនួយការរឿងរបស់លោកប្រធានយុនោះគឺវាបែបនេះ បងយុហើយនេះយ៉ាងម៉េចទៅវិញនឹងបងមិនបានជាមួយថ្ងៃទៅហើយមិនឃើញលេខាដ៏ស្រស់ស្អាតរបស់ខ្ញុំមកធ្វើការសោះអញ្ចឹងបងឬមួយក៏បងមានបញ្ហាអីជាមួយគេស្អីឯងទៀតហើយនឹងអាឆៃរឿងលេខារបស់ឯងមកសួរបងធ្វើអីបងមិនដឹងទៅតែមិញសន្តិសុខប្រាប់ខ្ញុំថាសូនីគេចាញ់ពីបន្ទប់របស់បងឯងណាបងយុកុំប្រាប់ថាបងឯងលួចធ្វើស្អីគេឲ្យសោះណាបងសួរឯងបន្តិចមើលអាឆៃនេះឯងមានចិត្តស្រឡាញ់សូនីពិតប្រាកដមែនទេឬមួយក៏ឯងគ្រាន់តែយកគេមកលេងសើចឆាប់និយាយប្រាប់បងតាមត្រង់មកនិយាយតាមត្រង់ចុះណាបងនាងសូនីមិនត្រឹមតែស្អាតទេថែមទាំងចេះធ្វើការងារច្រើនទៀតណាបងហើយពេលដែលនាងមកធ្វើការជាមួយខ្ញុំប្រហែលថ្ងៃនេះទើបខ្ញុំដឹងថានាងគួរឲ្យស្រឡាញ់ខ្លាំងប៉ុណ្ណាឯងកំពុងតែឆ្លើយខុសប្រធានបទហើយណាអាឆៃបងសួរឯងថាឯងស្រឡាញ់គេមែនឬក៏បែបលេងសើចទេរឿងហ្នឹងមិនទាន់ដឹងច្បាស់ទេបងដោយខ្ញុំសុំមើលចិត្តគេមួយរយៈសិនហើយចុះគេមានព្រមមើលចិត្តរបស់ឯងវិញទេឬមួយក៏ឯងកំពុងតែស្រឡាញ់គេតែម្នាក់ឯងអត់ទាន់ទេបងគេមិនទាន់ដឹងតែខ្ញុំមានចិត្តលើគេផងហ្នឹងតែខ្ញុំជឿលើការព្យាយាមរបស់ខ្ញុំណាបងប្រុសបងប្រាប់ឯងតាមត្រង់ណាឆៃបងប្រាប់ក្នុងនាមជាបងប្រុសនឹងចង់ឲ្យប្អូនល្អទាន់រឿងរ៉ាវមិនទាន់ឈានដល់ដំណាក់កាលដកខ្លួនលេងរួញឯងឆាប់ដកចិត្តពីនាងឲ្យហើយទៅបានហើយបងទៅក្រៅហើយស្អីគេនឹងបងយុឆាប់មកវិញនិយាយជាមួយខ្ញុំឲ្យដឹងរឿងសិនមើលបងហើយវាចេះតែយ៉ាងម៉េចនៅក្នុងខ្លួនបងឯងនឹងបងយុបាញ់ចឹងក៏បានន័យថាអ្នកនាងដែលជាលេខាថ្មីម្នាក់នោះវាមានបងស្រីម្នាក់ទៀតហើយលោកប្រធានយុងកំពុងតែតាមរកបងស្រីរបស់នាងត្រូវដែរទេត្រូវហើយណាប៉ុន្តែរឿងលោកប្រធានតាមរកដើម្បីធ្វើអីនោះខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេប៉ុន្តែតាមដែលខ្ញុំគិតគឺអាចនិយាយបានថាលោកប្រធានយុនោះកំពុងតែលងស្នេហ៍ឬក៏លួចស្រឡាញ់បងស្រីរបស់នាងសូនីស្អីគេនោះហើយបើសិនជាបែបនោះពិតមែនពួកនាងមានកម្រងការអីតើអាចរៀបរៀងមិនឲ្យលោកប្រធានជួបបងស្រីរបស់នាងសូនីបានដែរទេឆាប់ជួយយើងផងទៅណាបើសិនជារឿងនេះបានជោគជ័យហើយលោកប្រធានបានមកយើងនោះពួកនាងទាំងពីរក៏ទទួលបានរង្វាន់ច្រើនដូចគ្នាដែរហ្នឹងមិនចាំបាច់បារម្ភទេណាចាំខ្ញុំជួយតាក់ទងជាមួយគម្រោងការកម្ចាត់អ្នកដតីបែបហ្នឹងអ្នកនាងទុកចិត្តលើខ្ញុំចាស់ណាខ្ញុំបកកែណារឿងចាំងនេះលោកបាក់ឡានមិនមើលខ្ញុំកំពុងតែឆ្លងកាត់ផ្លូវទេអីបានជីជីមកប្រុងរបស់ខ្ញុំបែបនេះអើខ្ញុំសុំទោសផងនាងដោយសារអំបញ្ញមិញហ្នឹងខ្ញុំរវល់តែនិយាយទូរស័ព្ទជាមួយម៉ាក់របស់ខ្ញុំទើបមិនបានមើលផ្លូវវាជាកំហុសរបស់ខ្ញុំទេបានសំណាហេតុដែលលោកចង់ស្រាងតន់មិនបានបុកចំខ្ញុំនោះបើសិនជាលោកបុកខ្ញុំតើនរណាជាអ្នកទទួលខុសត្រូវតែលោកថាតើមិនអើខ្ញុំសុំទោសពិតមែនណានាងឥឡូវនេះតើនាងចង់បានថ្លៃភ័យប្រមាណដែរចាំខ្ញុំជាអ្នកចេញឲ្យទៅចុះមិនបាច់បារម្ភនោះទេបានខ្ញុំមិនមែនជាមនុស្សមុខលុយទេណាតែខ្ញុំប្រាប់លោកថ្ងៃមកថ្ងៃក្រោយលោកធ្វើអ្វីឲ្យចេះប្រយ័ត្នផងទេហើយការចាញ់តែអាចទម្លាប់បាក់ឡានចុចទូរស័ព្ទហ្នឹងវាគឺជាទង្វើខុសច្បាប់ណាលោកបាទខ្ញុំដឹងហើយណាខ្ញុំនឹងការឥឡូវនាងអាចឡើងឡាននិងចេញទៅញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយខ្ញុំមកពេលទៅបានទេចាំខ្ញុំជាអ្នកភេណាមិនអីទេណាអរគុណច្រើនហើយខ្ញុំទៅផ្ទះរបស់ខ្ញុំវិញសិនហើយមិនរំខានលោកនោះទេចាត់ទុកតែខ្ញុំសូមអញ្ជើញនាងទៅញ៉ាំអីជាមួយខ្ញុំមកពេលចុះណាដើម្បីទុកជាការលុបលាងកំហុសបើនាងមិនព្រមទៅទេខ្ញុំមិនអាចស្ងប់ចិត្តបានទេបានចឹងខ្ញុំព្រមតែជាមួយលោកតាចាស់ហ្នឹងយ៉ាងម៉េចទៅហើយលោកមានបានដំណឹងថាកូនស្រីរបស់ខ្ញុំទាំងពីរទៅរស់នៅកន្លែងណាទេត្រូវហើយពេលនេះពួកខ្ញុំទាំងពីរសង្ឃឹមលើលោកហើយព្រោះខ្ញុំល្បីថាក្រុមហ៊ុនខាងពួកលោកគឺជាអ្នកស៊ើបអង្កេតពិសេស
នឹងធ្វើការងារបានច្បាស់លាស់ល្អ បាទលោកប្រុសលោកស្រីមិនចាំបាច់បារម្ភទេបាទពួកខ្ញុំបានដឹងដំណឹងខ្លះៗពីកូនរបស់អ្នកទាំងពីរហើយតែមិនទាន់ដឹងពីកន្លែងស្នាក់នៅពិតប្រាកដរបស់ពួកគេទាំងពីរអ្នកនៅឡើយទេបាទពិតមែនហើយលោកខ្ញុំពិតជាសប្បាយចិត្តណាស់ពេលដែលបានឮពាក្យនេះព្រោះរយៈពេលជាង10ឆ្នាំមកនេះពួកយើងបានធ្វើគ្រប់បែបយ៉ាងដើម្បីតាមរកកូន Jasmine និងកូន Sony ពួកយើងមិនទាន់ប្រកាស 100% នោះទេថាអ្វីដែលពួកយើងទទួលបានថាជាកូនអ្នកទាំងពីរនោះប៉ុន្តែពួកយើងនឹងចាត់មនុស្សឲ្យទៅស៊ើបសួរតាក់ទងជាមួយនឹងប្រវត្តិរបស់ពួកគេដែលផ្ទាល់មាត់ពីពួកគេទៅបាន មើលទៅពួកយើងត្រូវចំណាយពេលវេលាយូរទៀតដែរទីទើបអាចសន្និដ្ឋានបានថាពួកគេគឺជាកូនរបស់ខ្ញុំនោះ អាចនិយាយបានថាខ្ទង់2សប្តាហ៍ឯទៀតតែប៉ុណ្ណោះអាស្រ័យទៅតាមពេលវេលាជាក់ស្ដែងបានអ្នកទាំងពីរកុំទះសារពេកអីណាខ្ញុំជឿថាអ្វីៗនឹងល្អប្រសើរឡើងដរាបណាមិនអាចរកឃើញកូនស្រីខ្ញុំមិនអាចស្ងប់ចិត្តបានទេព្រោះគ្រប់យ៉ាងនៃជីវិតរបស់ខ្ញុំគឺជាកូនស្រីទាំងពីររបស់ខ្ញុំរយៈពេលជាង10ឆ្នាំមកនេះគឺពួកខ្ញុំរស់នៅដូចជាស្លាប់អញ្ចឹង ត្រូវហើយណាលោកទោះជាត្រូវចំណាយលុយប្រមាណក៏ខ្ញុំព្រមដេញឲ្យតែអាចរកកូនរបស់ខ្ញុំទាំងពីរឃើញ មិនអីទេណាអ្នកទាំងពីរក៏បារម្ភពេកពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីរកកូនរបស់អ្នកទាំងពីរឲ្យត្រឡប់មកជួបជុំអ្នកទាំងពីរវិញអ្នកនាងចង់ញ៉ាំអីក៏ឆាប់កំងចុះព្រោះនៅទីនេះបន្តិចទៀតមានភ្ញៀវមកច្រើនណាស់បើសិនជាយើងកំងយឺតដឹងតែមិនបានញ៉ាំហើយអាចបានដែរប៉ុន្តែអាចក្រោយគេអញ្ចឹងទៅណា មិនអីទេណាញ់មិនចាំបាច់បារម្ភនោះទេពីព្រោះខ្ញុំបានកំងរួចរាល់ហើយនៅពេលដែលលោកចូលទៅក្នុងបន្ទប់ទឹកមិញនេះបាននិយាយទៅរឿងញ៉ាំនេះទុកចិត្តលើខ្ញុំទៅចាស់លោកចាំតែគិតលុយទៅបានហើយ អូសុំទោសផងណាព្រោះតែខ្ញុំនេះភ្លេចមើលរៀងរបស់អ្នកនាងទៅ និយាយលេងទេរៀងរបស់អ្នកនាងស្អាតដល់ថ្នាក់ហ្នឹងប្រាប់គេថាញ៉ាំច្រើនក៏គ្មាននរណាគេជឿដែរ មិនបាច់ទេខ្ញុំដឹងថាលោកចង់ថាខ្ញុំមានម៉ាប់ហើយបានហើយអាហារថ្ងៃនេះខ្ញុំមិនញ៉ាំនោះទេ អត់ទេខ្ញុំនិយាយលេងតាអ្នកនាងកុំឆាប់ងពេកនិយាយអញ្ចឹងមុននេះអ្នកនាងចេញទៅណាមកណាដែរបានជាមាននិស្ស័យជាមួយនឹងឡានខ្ញុំបែបនេះ គឺខ្ញុំកំពុងតែដើររកការងារធ្វើនៅតាមហាងកាហ្វេនឹងណាញ់ប៉ុន្តែគ្មានហាងណាទទួលយកខ្ញុំសោះខ្ញុំក៏មិនយល់ដែរថាមានរឿងអ្វីកើតឡើងបានទៅជាបែបនេះ ចុះកន្លែងធ្វើការចាស់របស់អ្នកនាងនោះគឺខ្ញុំចង់មានន័យថាកាលពីមុនអ្នកនាងធ្វើការអីដែរ គឺខ្ញុំមានការងារជាអ្នកទទួលភ្ញៀវនៅហាងកាហ្វេមួយកន្លែងប៉ុន្តែគេបានបញ្ឈប់ខ្ញុំបាត់ទៅហើយតែតែខ្ញុំគ្មានកំហុសអ្វីសោះតែគេថាគេចង់កាត់បន្ថយបុគ្គលិក មិនអីទេណាព្យាយាមបន្តទៀតទៅតែបើមិនយល់ទាស់ទេខ្ញុំអាចជួយរកការងារជូនអ្នកនាងបានដែរទេ ពិតជាអរគុណលោកខ្លាំងហើយប៉ុន្តែខ្ញុំមិនចង់រំខានលោកនោះទេណាញ់ខ្ញុំមិនជឿថាគ្រប់ហាងទាំងអស់គេបដិសេធខ្ញុំនោះទេខ្ញុំនៅតែជឿលើការព្យាយាម ល្អហើយបើបែបនឹងមែននោះខ្ញុំជូនពរអ្នកនាងឆាប់ទទួលបានការងារថ្មីផងចុះណា